Nè bộ cháu chừngไร. Bộ anh trong một rộng rương nẹ phôm dương sấy tiết hơi. Anh mục ní. Cứ trong một song sực ôi con chào rồi bỏ anh vơi. Chiêm trơ tại song đời chiêm. Bạn hai dạ bốn trai ơi. Lâm chụp thơ chỉ cháu đá plon nẹ phôm tiết tư. Một nâng krói cungจะสลับกรามสนาดใดเนี่ยคลังต่อได้เต้ชุบจองซองสักใส่ตื้อบายหมอกให้เว้ยทางไงนี่หมอกปัดดาวขมายเจ้ามาดง Lục ổng khấm có ban sốt nơ à cung chia tha đã bọc quất đâm bay bằng cao ban chia sạch đâm rây à cung mùi cả bà đã đâm rây à cung nút vía thông chiên cả bay à cung đo tự bay đồn ảnh nọ Nì bồn cháy cứ chia mà hà chào mà nè đã nẹ phùm từng ọt khía khá cho à để xa tài kê ní cứ chia chào đã xa hào khăn nè bao nị dây ông pi rương lùi vĩnh cứ kế mình sơ chia cho chất bần màn nụ tê kê cho chất tai plon nẹ phùm chào chào tên mà đồn hỏi bê về lìa đã bộ kê tay tay trên từ plon nút cứ trên từ plonទាំងថ្ងៃទាំងយប់តែម្ដងពលគឺនៅពេលថ្ងៃពួកគេប្លន់នៅឯក្នុងព្រៃជ្រៅរីឯពេលយប់ពួកគេនេះតែងតែចូលទៅប្លន់នៅក្នុងភូមិក្នុងការចេញប្លន់នេះដែរគេមានគ្នាតែពីរនាក់តែប៉ុណ្ណោះដែលគ្នាគេម្នាក់ទៀតមានឈ្មោះថានាយជឿននៅពេលដែលពួកគេទាំងពីរនាក់ចេញប្លន់ម្ដងនៅពេលយប់គឺពិតជាសាហាវណាស់បើមានអ្នកភូមិណាហ៊ានតែតដៃនោះគឺពួកគេទាំងពីរនាក់បាញ់នឹងកំភ្លើងឬចាក់នឹងកំបិតឲ្យស្លាប់តែម្ដងទោះបីជាមហាចៅទាំងពីរនាក់នោះហ៊ានប្លន់អ្នកភូមិដោយឥតញញើតដៃក៏ពិតមែនក៏ប៉ុន្តែពួកគេទាំងពីរនាក់នេះនៅតែចាញ់កន្លែងមួយដែលពួកគេបានរងបរាជ័យជាច្រើនលើកច្រើនសារនៅពេលដែលពួកគេចូលទៅប្លន់នៅទីនោះដែលទីកន្លែងនោះផងដែរគឺជាភូមិមួយកន្លែងដែលនៅក្រោមការគ្រប់គ្រងរបស់លោកមេភូមិខឹមលោកអ៊ំមេភូមិខឹមនេះហើយគឺជាមនុស្សតែម្នាក់គត់ដែលមហាចៅទាំងពីរនាក់នោះតែងតែខ្លាចរអាដោយសារតែពួកគេបានរងបរាជ័យជាពីរលើកទៅហើយក្រោមថ្វីដៃរបស់លោកអ៊ំខឹមនិងកូនប្រុសរបស់គាត់នោះមហាចៅទាំងពីរនាក់នោះតែងតែលេងអាគមផ្លូវក្នុងជាមួយនឹងលោកអ៊ំខឹមជាញឹកញាប់រាល់ពេលដែលពួកគេចេញមកប្លន់ម្ដងដោយមានទាំងការបញ្ជាសត្វអាគមនិងការបញ្ជាកូនក្រក់ទៀតផងនៅថ្ងៃមួយមហាចៅទាំងពីរនាក់នោះបាននិយាយគ្នានៅក្នុងព្រៃព្រមទាំងជំនុំគ្នានិងរៀបចំផែនការដើម្បីទៅប្លន់នៅឯផ្ទះរបស់លោកអ៊ំខឹមតែម្ដងពួកគេទាំងពីរនាក់ក៏បាននិយាយជំនុំគ្នាដើម្បីរៀបគម្រោងដោយលើកនេះគោលដៅរបស់គេគឺសំដៅទៅកាន់ផ្ទះលោកអ៊ំខឹមតែម្ដងយប់នេះឯងត្រៀមខ្លួនឲ្យហើយទៅយើងនឹងទៅប្លន់ទីកន្លែងមួយដែលជាសត្រូវចាស់របស់អញឯងនិយាយនេះឯងចង់បានន័យថាម៉េចហើយឯងចង់ទៅប្លន់នៅឯណាវិញនេះអញនិយាយថាសត្រូវអញប៉ុណ្ណឹងហើយឯងនៅតែគិតមិនយល់ទៀតអីចុះអាណាទៅដឹងបើសត្រូវឯងច្រើនសឹងអីអ្នកណាទៅចាំឈ្មោះអស់នោះយីអានេះពិតជាល្ងងមែនវៃសត្រូវដែលធំជាងគេរបស់អញនោះគឺតាកញ្ចាស់ខឹមនោះហើយដែលវាបានសម្លាប់គ្នាយើងម្នាក់នោះចុះឯងទៅលើកនេះគិតថាវាយឈ្នះតាកញ្ចាស់នោះឬអត់បើកាលដែលយើងទៅលើកមុននោះប្រឹងអស់ពីខ្លួនទៅហើយនៅតែមិនអាចយកឈ្នះឪពុកកូនពីរនាក់នោះបានទៀតថែមទាំងស្លាប់គ្នាយើងអស់ម្នាក់ទៀតលើកនេះអញមិនដូចពីមុនទេលើកនេះអញនឹងសម្លាប់តាកញ្ចាស់នោះ
ដោយកំភ្លើងរបស់អញផ្ទាល់តែម្ដងមិនយូរប៉ុន្មានពេលយប់ក៏បានឈានចូលមកដល់ហើយបើយើងក្រឡេកទៅមើលផ្ទះរបស់លោកអ៊ំខឹមវិញគឺគាត់កំពុងតែអង្គុយផឹកទឹកនៅលើគ្រែខាងមុខផ្ទះរបស់គាត់អមជាមួយនឹងសំឡេងសត្វចង្រិតយំនាពេលខែប្រាំងប៉ុន្តែបើនៅក្នុងចិត្តរបស់លោកអ៊ំខឹមវិញហាក់បីដូចជាចម្លែកខុសពីសពមួយដងគាត់ស្រាប់តែមានអារម្មណ៍ថាធុញថប់តបប្រមល់នៅក្នុងខ្លួនចង់សម្រានក៏សម្រានមិនលក់ដូច្នេះហើយបានជាគាត់នៅអង្គុយផឹកតែដើម្បីបន្ធូរអារម្មណ៍បានខ្លះនេះហាក់ដូចជាប្រផ្នូលមិនល្អសោះឡើយសម្រាប់គាត់នៅពេលនោះគាត់ក៏បានរៀបចំឡើងសម្រាននៅខាងលើផ្ទះរបស់គាត់ក៏ស្រាប់តែឮសូរសំឡេងគ្រាប់កាំភ្លើងចំនួនមួយគ្រាប់បានបាញ់ចេញពីខាងមុខផ្ទះរបស់គាត់មកនៅពេលនោះនាយឆើតដែលជាកូនរបស់លោកអ៊ំខឹមក៏បានទាញកាំភ្លើងហើយក៏បានបើកទ្វារផ្ទះមកបន្ទាប់មកគេក៏បានឃើញថាមានមហាចៅពីរនាក់ដែលកំពុងតែឈរនៅខាងមុខផ្ទះរបស់គេគ្រាន់តែឃើញបែបនេះភ្លាមនាយឆើតនេះគឺស្គាល់ច្បាស់តែម្ដងថានេះគឺជាក្រុមចៅនាយប៊ុនឆៃនិងនាយជឿននាយឆើតក៏បានស្រែកសួរទៅកាន់ក្រុមចៅទាំងពីរនាក់នោះថាណែពួកអាចៅចង្រៃពួកឯងចង់មករករឿងអ្នកភូមិយើងស្អីទៀតហើយអញមកនេះគឺចង់មកសងសឹកឲ្យកូនចៅរបស់អញវើយឈាមត្រូវតែសងដោយឈាមបានហើយអាប៊ុនឆៃអើយល្មមឈប់ធ្វើជាចោលដើរប្លន់អ្នកភូមិទៀតទៅមុននឹងក្រោយគង់ទៅស្លាប់ក្រោមស្នាដៃអ្នកខ្លាំងដដែលទេឈប់ចង់សងសឹកស្អីទៀតទៅបើពួកឯងមិនប៉ះអញមុនក៏អញមិនសម្លាប់គ្នារបស់ឯងដែរបានហើយតាកញ្ចាស់យប់នេះបើអញមិនសម្លាប់តាកញ្ចាស់ឯងទេក៏សម្លាប់កូនប្រុសរបស់តាកញ្ចាស់ឯងដែរអ្នកណាសម្លាប់អ្នកណាគង់តែដឹងទេយប់នេះអញត្រូវតែសងសឹកឲ្យបានបើពួកឯងខ្លាំងមែនយប់នេះម៉ោង12ទៅជួបគ្នានៅព្រៃខាងជើងភូមិវើយនិយាយហើយពួកគេទាំងពីរនាក់នោះក៏បានរត់សម្ដៅទៅក្នុងព្រៃខាងជើងភូមិបាត់ទៅរីឯនាយឆើតក៏គេមិនអោយចាញ់ចិត្តពួកចៅព្រៃទាំងពីរនាក់នោះផងដែរគេក៏បានរៀបចំខ្លួនដើម្បីចេញដំណើរទៅភ្លាមតែម្ដងបើនិយាយអំពីក្រុមចៅទាំងពីរនាក់នេះវិញពួកគេក៏បានឈរចាំនៅក្នុងព្រៃដើម្បីត្រៀមប្រយុទ្ធអាគមជាមួយនឹងលោកអ៊ំខឹមអញសង្ស័យតែពួកវាទាំងពីរនាក់មិនមកទេដឹងបើតាមចរិតតាកញ្ចាស់នោះប្រកាសជាមកប៉ុន្តែមិនដឹងជាមកពេលណាទេព្រោះតាំងពីដើមមកតាកញ្ចាស់នោះមិនអោយចាញ់ចិត្តអ្នកណាទេបើអញ្ចឹងចាំមើលបន្តិចទៀតសិនទៅអញ្ចឹងអញឈរឡើងរយជើងទៅហើយនេះកំពុងតែឈរនិយាយគ្នាពេលនោះស្រាប់តែសំឡេងរបស់លោកអ៊ំខឹមបាននិយាយមកថាអញមកហើយវើយថ្ងៃនេះមកបដៅក្មេងចោលម្ដងគ្រាន់តែឮសំឡេងលោកអ៊ំខឹមនិយាយបែបនេះភ្លាមប៊ុនឆៃក៏បានលើកកាំភ្លើងបាញ់សម្ដៅទៅកាន់លោកអ៊ំខឹមចំនួន2គ្រាប់ភ្លាមតែម្ដងដូចជាមានកំហឹងពីថ្ងៃណាមកយ៉ាងអញ្ចឹងប៉ុន្តែគ្រាប់កាំភ្លើង2គ្រាប់របស់ប៊ុនឆៃនោះគឺបាញ់មិនចំលោកអ៊ំខឹមនោះទេគ្រាន់តែឃើញបែបនោះភ្លាមក្រុមចៅទាំងពីរនាក់នោះមានការខឹងសម្បាជាខ្លាំងនៅពេលនោះផងដែរពួកគេទាំងពីរនាក់ក៏បានសូត្រនៅអាគមដើម្បីបង្កើតជាសត្វក្របីអាគមមួយក្បាលដើម្បីប្រយុទ្ធជាមួយនឹងលោកអ៊ំខឹម
នៅពេលនោះលោកអ៊ំខឹមក៏បានសូត្រនៅអាគមគាថារបស់គាត់ដើម្បីបង្កើតបានជាសត្វដំរីអាគមមួយក្បាលដែលដំរីអាគមនោះវាធំជាងក្របីអាគមដល់ទៅ3ដងឯនោះសត្វអាគមទាំងពីរនោះក៏បានរត់សម្ដៅទៅរកគ្នាហើយក៏ប្រយុទ្ធគ្នាភ្លាមតែម្ដងនៅចុងក្រោយក្របីអាគមរបស់ក្រុមចោរទាំងពីរនាក់នោះក៏បានចាញ់ក្រោមស្នាដៃដំរីអាគមរបស់លោកអ៊ំខឹមនៅពេលនោះនាយឆើតដែលជាកូនរបស់លោកអ៊ំខឹមក៏បានលើកកំភ្លើងបំរុងនឹងបាញ់ទៅកាន់ក្រុមចោរទាំងពីរនាក់នោះទៅហើយក៏ប៉ុន្តែលោកអ៊ំខឹមគាត់ក៏បានខាត់មិនឲ្យបាញ់នោះទេហេតុអីបានជាពុកហាមខ្ញុំមិនឲ្យសម្លាប់ពួកវាអញ្ចឹងមិនបាច់សម្លាប់ពួកវាទេទុកឱកាសឲ្យពួកវាកាយខ្លួនទៅអញមិនចង់សម្លាប់ពួកឯងទេប៉ុន្តែពួកឯងត្រូវតែកាយខ្លួនធ្វើជាមនុស្សល្អនិងឈប់ប្រើអាគមឈប់ធ្វើជាចោរដើរប្លន់អ្នកភូមិទៀតទៅបើឲ្យអញឃើញអាពីក្បាលឯងប្លន់អ្នកភូមិទៀតអញនឹងមិនទុកឲ្យឯងរស់ទៀតទេនេះជាលើកចុងក្រោយរបស់ពួកឯងហើយក្រោយពីស្ដាប់លោកអ៊ំខឹមនិយាយហើយពួកគេទាំងពីរនាក់នោះក៏បាននាំគ្នារត់ចេញបាត់ទៅហើយចាប់ពីពេលនោះមកពួកគេទាំងពីរនាក់ក៏បានកែខ្លួនធ្វើជាមនុស្សល្អទៅតាមអ្វីដែលលោកអ៊ំខឹមបាននិយាយមែនហើយក៏បានសុំលោកអ៊ំខឹមធ្វើជាឪពុកធម៌ថែមទៀតផងសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ